ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្មនឹងដៃខ្ញុំមកក្របនេះគឺជាម្បូរថ្មគុជក្រមួនហេតុអីបានថាថ្មគុជក្រមួនព្រោះប្រភេទថ្មនេះគឺគេដូចជាក្របហើយពាក់ព័ន្ធជាមួយទឹករបស់គេគឺជាទឹកដែលមានកម្រិតតាមប្រភេទទេប្រភេទខ្លះក៏ទឹកល្អថ្លាស្អាតអញ្ចឹងទៅទឹកខ្លះក៏រាងខាប់ប៉ុន្តែបើពណ៌ក្រហមវិញគឺជាតម្រូវការច្រើនពេលខ្លះមិនថ្លាក៏ជាតម្រូវការក៏ជាការស្រឡាញ់ការចូលចិត្តដែរដូចមកគ្រាប់នេះអញ្ចឹងគឺក្រហមស្អាតបងប្អូនអរគ្នាទឹកឃ្មុំហ្នឹងទឹកឃ្មុំប៉ុន្តែមានឡាយវាអត់ក្រហមដាច់បើសិនជាក្រហមដាច់មិនដឹងថាជាល្អប៉ុណ្ណាទេបងប្អូនអរគ្នាមានន័យថាសាច់របស់គេឡើងក្រហមអញ្ចឹងហើយឲ្យដាច់តែម្ដងมันមានការក្រហមស្ទើរខ្ចីចាស់លឿងសថ្លាអីលាយចូលគ្នាអញ្ចឹងណាបើក្រហមដាច់មានន័យថាសាច់ក្រហមសុទ្ធតែម្ដងបើសិនជាបែបនេះគឺជាតម្រូវការខ្លាំងមែនទែនជាអ្វីដែលបងប្អូនគាត់ស្រឡាញ់គាត់ចូលចិត្តខ្លាំងមែនទែននឹងឲ្យតាមរយៈវីដេអូនេះក៏ធ្វើការថតបង្វិលមួយបង្ហាញទៅកាន់បងប្អូនអរគ្នាដើម្បីងាយស្រួលក្នុងការពិនិត្យមើលនិងស្វែងយល់ឲ្យយល់ឃើញច្បាស់អំពីលក្ខណៈសម្បត្តិរូបរាងភេទថ្មបងប្អូនដែលស្រឡាញ់ចូលចិត្តនិងស្គាល់ហើយឃើញតំបន់ខ្លួនឯងមានអាចយកទៅប្រើប្រាស់បាននៅក្នុងលក្ខខណ្ឌជាអលង្ការជាវត្ថុលម្អបាទមិនមានអីជាបញ្ហាទេហើយផ្ដល់នូវសិរីមង្គលផ្ដល់នូវលាភសំណាងអ្វីដែលសំខាន់គឺនៅក្នុងថាមពលថ្មគឺមានថាមពលអ៊ីកទីវជាប្រយោជន៍ទៅកាន់បងប្អូនដែលស្រឡាញ់ដែលចូលចិត្តថ្មដែលពេលយើងពាក់ប្រើប្រាស់នៅក្នុងរាងកាយទៅកើតទៅជាប្រយោជន៍ដ៏ល្អពិសេសវិសាលខ្លាំងមែនទែនទាំងអស់នេះគឺជាគុណភាពរបស់ធម្មជាតិក៏ជាគុណភាពរបស់តម្លៃនៃវត្ថុដែលយើងគ្រប់នឹងដូចគ្នាអញ្ចឹងបងប្អូនដែលស្រឡាញ់ដែលចូលចិត្តបងប្អូនអាចមើលទៅក្នុងវីដេអូរបស់ខ្ញុំបាទនេះអាចជាចំណេះដឹងអាចជាបទពិសោធន៍អាចជាប្រយោជន៍ទៅកាន់បងប្អូនដើម្បីជាការស្គាល់ដើម្បីជាការឃើញយកទៅប្រើប្រាស់ក៏ដូចជាមានអ្នកដែលគេស្រឡាញ់គេអីគេចង់បានយើងអាចមើលទៅឃើញយើងរក្សាទុកឲ្យជូនពួកគាត់ជាកាដូអនុស្សាវរីយ៍ដ៏មានតម្លៃពិសេសខ្លាំងមែនទែនណាហ្នឹងហើយអរគុណមានតែប៉ុណ្នេះសម្រាប់ការធ្វើវីដេអូបង្ហាញទៅកាន់បងប្អូនអរគ្នាទស្សនាមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងហើយអរគុណសម្រាប់បងប្អូនដែលជួយចុច Subscribe YouTube របស់ខ្ញុំបាទហើយនឹងអាសាចូលទស្សនាមើលនៅក្នុង Channel YouTube របស់ខ្ញុំបាទឥឡូវនេះគឺអត់ទាន់គ្រប់ម៉ោងទេបងប្អូនអរគ្នានៅខ្វះច្រើនមែនទែនអញ្ចឹងសូមពរបងប្អូនដែលស្រឡាញ់ដែលចូលចិត្តទៅលើវិស័យថ្មជួយគ្រប់គ្រងជួយ share ចែកម្លែកជួយឲ្យមេដៃហ្នឹងហើយជួយ comment តាមអ្វីដែលជាចំណេះដឹងបងប្អូនបន្ថែមរាល់អ្វីដែលជាបង្ហាញជាការបង្ហាញរបស់ខ្ញុំគឺភាគច្រើនគឺចង់ឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់អំពីគុណភាពគុណតម្លៃនិងតម្លៃរបស់វត្ថុធាតុដើមធម្មជាតិរបស់ខ្មែរយើងហ្នឹងហើយឲ្យទៅជាប្រយោជន៍ឲ្យទៅជាវត្ថុមានការស្រឡាញ់ចូលចិត្តអូខេអញ្ចឹងម្ដងទៀតអរគុណសម្រាប់ការចូលរួមទស្សនាគោរពជម្រាបលា